នេះបងប្អូនទាំងគ្នានេះជាជនទូស័ព្ទយើងបាត់កៅបាត់ថ្ងៃនៅជាប់ព្រំដែនទឹកដីដល់មានជ័យមែនស្រុកចុងកាស្រុកចុងកាដែរទឹកដីហ្នឹងគាត់នៅលើសំឡេងមិននៅលើសំឡេងតែលើវាធ្លាក់គ្រាប់ដែរតែមក3គ្រាប់ប៉ុន្តែមានបានឃើញយ៉ាងហោះហើយបងមានបានឃើញយ៉ាងហោះមើលអត់ឃើញខ្ញុំក្រមមើលអត់ឃើញមើលចាមើលតែសំឡេងលេងក្នុងនេះមកទូលលើលេងមិនតែដល់6ទេលេងយួរមកពុំទៅហើយបានតែក្រោយមកលើទៀតអមមកតាមក្រោយអញ្ចឹងយើងអាចយើងអត់មានឃើញជំហាយើងលើសំឡេងហ្នឹងបាទហើយក៏ធ្លាក់គ្រាប់ធ្លាក់អីហ្នឹងហ្នឹងព្រោះ11 12ហ្នឹងឃើញតម្លាក់នៅខាងប្រទេសព្រះខ្លាំងហ្នឹងបានគ្រួសារនៅនឹង4 5 7នេះលើខ្លាំងបាទដើមគ្នារត់សំឡេងយន្តហោះឬក៏សំឡេងធ្លាក់គ្រាប់អត់ទេសំឡេងទៅយន្តហោះលើយន្តហោះនេះបងប្អូនយើងមកប៉យគេសឹកនេះក្រុមគ្រួសារបងប្អូនគេសឹកទៅបាត់ដំបងតាមប្រទេសមានជ័យអង្គរបរិយអញ្ចឹងនាំគ្នាទៅអង្គរបរិយទាំងអស់គ្នាគឺសឹកបានឆ្ងាយដែរមែនទេតែប៉ុន្តែនៅជំរុំខ្ញុំមកធ្វើការនៅអូស្មាច់ជំរុំនៅស្រីស្នំហ្នឹងក៏សម្បូរទៅដែរបាទគាត់ជ្រោយនៅនោះណា2000គ្រួសារមនុស្សរាប់ពាន់អរគុណជនពិសេសមួយយើងបានពំនាំយកសម្រាប់ជំនួយក្នុងកបយើងនេះគឺស្ថានភាពដល់ពលរដ្ឋយើងជំរាបខ្លួនដល់ទីទួលមានសុវត្ថិភាពស្រាប់តែទុកកង់លោកតិចបល់ហ្នឹងកង់គឺអត់ថ្លៃដែរមកជួយបានតិចជួយមិនដែរទុកកង់ហ៎ច្រើនទុកកង់ចាមកដល់ចុងកៅក៏ទូលោកគ្រូអូទុកកង់គេសឹកនៅខាងណាវិញគេថាទៅតាក់នេះឯងទៅតាក់ស្បចុងការយើងហ្នឹងចុងការដល់មានជ័យបើគាត់ធ្វើដំណើរតាមផ្លូវទុកកង់ជួយឲ្យមានទឹកចិត្តទទួលជួយដល់បងប្អូនសិស្សយើងហើយគេដូរកង់ឲ្យបាននេះអញ្ចឹងមកចូលមកទុកកង់ពួកអីនៅស្រុកចុងការយើងកំពុងចរចាជាមួយនឹងជាងចង់មួយវីដេអូណាទៅណាការ